មូលហេតុ4ដែលធ្វើឲ្យអ្នកចូលចិត្តស្រឡាញ់គេតែម្នាក់ឯងពាក្យថាស្នេហាគឺតម្រូវឲ្យមនុស្សពីរនាក់មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនចូលចិត្តស្រឡាញ់គេតែម្នាក់ឯងទាំងដែលគេមិនបានមានចិត្តស្រឡាញ់យើងសូម្បីតែបន្តិចតើអ្នកឆ្ងល់ទេថាមានមូលហេតុអ្វីខ្លះទៅទើបធ្វើឲ្យមនុស្សយើងស្រឡាញ់គេតែម្នាក់ឯងបែបនេះទី1ចង់ក្លាយជាគូអនាគតជាមួយគេមនុស្សជាច្រើនមានក្តីសុបិនចង់ក្លាយជាគូអនាគតជាមួយអ្នកដែលយើងលួចស្រឡាញ់ហើយពិតជាចង់ឲ្យវាក្លាយជាការពិតខ្លាំងណាស់មួយវិញទៀតយើងអាចនិយាយថាប្រសិនបើខ្លួនចេះវេទមន្តនឹងធ្វើឲ្យក្លាយជាការពិតភ្លាមៗតែម្ដងនៅពេលដែលជួបគេយើងមានអារម្មណ៍ថាពេញលេញជាងពេលណាៗទាំងអស់ដូច្នេះហើយស្គាល់គ្នាកាន់តែយូរកាន់តែចង់ឲ្យក្លាយជារបស់ខ្លួន2ស្រឡាញ់ខ្លាំងដល់ថ្នាក់មើលរំលងគុណវិបត្តិនៅពេលធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាម្នាក់ហើយនោះគេនឹងក្លាយជាមនុស្សពិសេសដែលធ្វើឲ្យយើងមើលរំលងនៅគុណវិបត្តិតែម្ដងទោះបីជាម្នាក់នោះធ្លាប់ធ្វើឲ្យយើងសោកសៅក៏ដោយក៏យើងត្រៀមខ្លួនដើម្បីទទួលនិងមើលរំលងរួចទៅហើយដូច្នេះក្នុងចិត្តក្នុងកាយភ្នែកអ្នកដែលចូលចិត្តស្រឡាញ់គេតែម្នាក់ឯងគឺតែងតែមើលឃើញគេល្អរហូត3មានក្តីសង្ឃឹមទៅលើស្នេហាមួយនោះអារម្មណ៍ដែលស្រឡាញ់គេតែម្ខាងគឺតែងតែលួចមានក្តីសង្ឃឹមទៅលើស្នេហាមួយនោះថានឹងមានផលតបស្នងមកវិញបើទោះបីជាមានភាគរយដែលมันអាចទៅរួចច្រើនយ៉ាងណាមកដល់ចំណុចនេះហើយវាពិតជាពិបាកនឹងត្រឡប់ក្រោយខ្លាំងណាស់ដូច្នេះអ្វីត្បិតតែគេមិនខ្វល់ឬមិនបានចាប់អារម្មណ៍លើយើងក៏ដោយក៏សុខចិត្តប្រាប់ខ្លួនឯងថាអាចទ្រាំរស់នៅក្នុងសភាពបានមិនអីទេ4ចង់ឈ្នះវាអាចជាការលំបាកដែលតស៊ូស្រឡាញ់មនុស្សម្នាក់ទាំងដែលគេមិនមានចិត្តលើយើងសូម្បីបន្តិចអារម្មណ៍បែបនេះមួយផ្នែកគឺជាក្តីស្រឡាញ់ហើយមួយផ្នែកទៀតគឺចិត្តចង់ឈ្នះរបស់យើងផ្ទាល់តែម្ដងដូច្នេះការចង់ឈ្នះលើអារម្មណ៍មនុស្សម្នាក់ធ្វើឲ្យតបស្នងក្តីស្រឡាញ់មកវិញនេះហើយជាកត្តាជំរុញចិត្តឲ្យតស៊ូរហូតបានសម្រេច